នេះគឺជារបៀបបកទុរេនដែលមានស្តង់ដារបំផុតជាដំបូងគឺយើងត្រូវកវីកវិតចុះឡើងដោយប្រើស្នៀតរបស់យ៉ាងគួរដើម្បីខែកទុរេនពេលដែលយើងហៅទុរេនហៅអូយមើលលាក់ឡក់ទៅខ្ញុំមើលលាក់ឡក់តែហើយបន្តមកទៀតគឺយើងចាប់ផ្ដើមយកគ្រាប់ទុរេនហ្នឹងដាក់ចូលទឹកក្នុងកឡនេះកឡធម្មតាមិនមែនកឡមានស្វិលអីទេចឹងហើយកឡធម្មតាទេកុំយល់ច្រឡំក្រោយខ្ញុំបានបកទុរេនរួចហើយខ្ញុំក៏បានយកសម្បកច្រឡំយកសាច់ទុរេនហ្នឹងយកទៅដាក់ចូលទៅក្នុងកឡដើម្បីក្របវាទុកថ្ងៃណាដែលយើងចង់ឆាឆ្វប់បុកកដាដើមធុងអីបានយើងយកចេញមកបន្ទូទឹកកកហូបធម្មតាព្រោះដោយសារចេះទុរេនប្លាច្រើនណាបកមិនស្រួលហ្នឹងអាចយ៉ាស់ដៃហូរឈាមឡើងហើយអញ្ចឹងហើយខ្ញុំក៏សម្រេចចិត្តបកវាហើយដាក់ចូលទៅក្នុងកឡទៅយើងចាប់ផ្ដើមបកវាម្ដងមួយថ្នមទុរេននឹងវាឆ្ងាយតិចអ្នកទាំងអស់គ្នាដល់មិនទីសង្ស័យទៅទុំជ្រុលផងខ្ញុំវិញចូលចិត្តអាចនិយាយហ្នឹងអត់ចូលចិត្តអាចនិយាយទូនចឹងទេហើមកមកមិនហឹងខ្លាំងពេកគឺយើងបកវាហើយកាត់បកខ្ញុំហ្នឹងអាលាក់ឡក់តិចតួចតែអ្នកទាំងអស់គ្នាអាលាក់ឡក់គឺអាលាក់ឡក់ច្រើនតែម្ដងអ្នកទាំងអស់គ្នាបើស្គាល់ខ្ញុំយូរខាងទៀតទៅអ្នកទាំងអស់គ្នាដល់ខ្ញុំឈួតប៉ុណ្ណាក៏បានថាបានដែរខ្ញុំនិយាយតាមត្រង់ព្រោះមនុស្សខ្ញុំនេះគឺមនុស្សជ្រុលពលតែម្ដងហើយវីដេអូរបស់យើងក៏មានអីច្រើនទេខ្ញុំមានតែប៉ុណ្្នឹងទេគឺខ្ញុំក្រោយពីខ្ញុំបកទុរេនបកឲ្យខ្ញុំបកបណ្ដាខ្ញុំហូបបណ្ដាបន្តមកទៀតខ្ញុំក៏បានដាក់វាចូលទៅក្នុងកឡទៅហើយវីដេអូផងយើងមានតែប៉ុណ្្នឹងពួកខ្ញុំមិនដឹងថាធ្វើអំពីស្អីក៏ពេលដែលបកទុរេនហ្នឹងក៏ថតវីដេអូបន្តិចតួចទៅហើយណាមួយទៀតនឹងទៅថតពីបើថតពីដើរលេងនឹងដើរទៅណាខ្លួនណាមួយយើងអត់លុយអញ្ចឹងលើកលេងផ្ទះតែម្ដងទៅ